នេះជីវិតអូធ្វើដំណើរទៅបេះគុយនៅក្នុងព្រៃរយៈពេលមួយថ្ងៃពេញចំណងតែការធ្វើដំណើរទៅក្នុងព្រៃជួបឧបសគ្គនិងបញ្ហាអ្វីខ្លះតម្រាំតែបានគុយ1 គីឡូតោះយើងទៅតាមដានទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីឥឡូវនេះយើងរៀបចំធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីបេះគុយហើយការធ្វើដំណើរទៅបេះគុយលើកនេះគឺទទួលបានអារម្មណ៍ប្លែកភ្នែកខ្លាំងមែនទែននិងទទួលបានបទពិសោធន៍ថ្មីនិងជីវិតថ្មីហើយអ្វីដែលថ្មីទៀតនោះគឺមានដើមឈើខ្ពស់ធំយើងក៏លេចទៅណាក៏ដើមឈើហើយយើងចូលទៅក្នុងព្រៃហ្នឹងគឺម្លប់ត្រជាក់ស្រួលខ្លាំងមែនតើយើងចូលទៅបេះគុយនៅក្នុងព្រៃបែបនេះគឺយើងត្រូវចូលទៅក្នុងព្រៃជ្រៅដើម្បីស្វែងរកមើលគុយតម្រាំតែឃើញគុយហើយយើងនៅឡើងបេះទៀតអញ្ចឹងហើយវាចំណាយពេលក្នុងការដើររកកាយូហើយឡើងបេះទៀតគឺកាន់តែយូរទៀតហើយប៉ុន្តែมันជាបញ្ហាទេដោយសារតែខ្ញុំទទួលបានបទពិសោធន៍ថ្មីក្នុងការដើរព្រៃបែបនេះគឺមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែននេះជាអនុស្សាវរីយ៍របស់ខ្ញុំមួយនៅក្នុងការធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីបេះគុយបែបនេះហើយព្រៃនៅក្នុងនេះគឺក្រាស់និងញឹកខ្លាំងមែនទែនជាពិសេសគឺដើមឈើធំខ្លាំងមែនទែននៅក្នុងព្រៃនេះហើយដើមខ្លះទៀតអោបគ្នា3 4នាក់ក៏អោបមិនទាន់ជុំដែរដោយសារតែដើមខ្លះទៅមានអាយុកាលយូរអញ្ចឹងហើយខ្ញុំទទួលបានអារម្មណ៍ថ្មីនិងប្លែកៗដោយសារតែសវោដើមឈើធំនិងខ្ពស់ខ្លាំងមែនទែននៅក្នុងព្រៃនេះពេលកណ្ដាលខែ4នេះគឺគុយគឺពេញទុំហើយអញ្ចឹងហើយបានបងប្អូនទាំងអស់គ្នាធ្លាប់ឃើញនៅតាមផ្សារតាមអីគេសម្រុកយកទៅលក់ច្រើនដោយសារតែខែ4នេះគឺគុយទុំពេញហ្នឹងហើយបើថាធ្លាក់ភ្លៀងមួយមេទៀតគុយរបស់យើងគឺបេះឡើងតន់ទៀតហើយដោយសារតែភ្លៀងមកគឺគុយគឺទុំលឿនណាស់មែនទែនហើយបូកផ្សំនឹងអាកាសធាតុនឹងខ្យល់មានអីទៀតគឺអាចនឹងលុកធ្លាក់មកពេញហ្នឹងហើយឥឡូវយើងចូលដល់សាច់រឿងរបស់យើងនឹងការធ្វើដំណើរទៅបេះគុយវិញគឺពួកខ្ញុំទាំងអស់គ្នានឹងដើរចុះដើរឡើងគឺខ្ញុំនៅសល់តែ2នាក់ទេ3 4នាក់ទៀតគឺទៅផ្ទះវិញអស់ហើយគេសុំ Slender គេសុំចុះចាញ់ហើយដោយសារតែយើងធ្វើដំណើររឿងយូរគួរសមណាស់យើងមិនទាន់ស្វែងរកមើលគុយបានមកផ្លែទេប៉ុន្តែมันជាថ្មីទេខ្ញុំនៅតែធ្វើដំណើរបន្តទៅមុខទៀតខ្ញុំចូលទៅក្នុងព្រៃកាន់តែជ្រៅទៀតហើយមានអីខ្ញុំជួបផងខ្ញុំមែនអ្នកគ្នាគឺខ្ញុំជួបមួយដើមហើយមួយដើមហ្នឹងគឺថាលុកអស់ចង់70% ទៀតនៅសល់ប្រហែល30% ខ្ញុំបេះបានត្រឹមតែ5 គីឡូហ្នឹងគឺអាលុកអស់ធ្លាក់មកឡើងពេញដីខ្ញុំស្ដាយខ្លាំងមែនតើអ្នកគ្នាខ្ញុំសូមអធិស្ឋានផងបន្តិចទៀតគឺថាឡើងបេះគុយហ្នឹងគឺខ្ញុំអត់បានថតលើកណៈពេលខ្ញុំថតខ្ញុំឡើងទេដោយសារតែខ្ញុំអត់មានឧបករណ៍គ្រប់គ្រាន់ក្នុងការថតអញ្ចឹងហើយខ្ញុំបានតែពេលខ្ញុំឡើងទៅដល់បើខ្ញុំថតផ្លែគុយឲ្យគ្នាមើលបើសកម្មភាពពេលឡើងដើមឈើហ្នឹងគឺខ្ញុំអត់បានថតឲ្យគ្នាមើលទេអញ្ចឹងសូមអភ័យទោសផងណាពុកម៉ែបងប្អូនទាំងអស់គ្នានេះបើគុយទុំអាលុកធ្លាក់ពីនឹងនេះមើលអូស្ដាយគ្នាមើលមកយឺតនឹងហ៊ានធ្លាក់ពេញដីមើលនេះតាមនេះមកកណោអូឡើងពេញដីតែផ្លែតិចណាលោកវាបានទីទាំងឡើងបេះគុយលើដើមនេះហើយខ្ពស់ហើយដើមនេះឡើងដើមនេះមកមានវល្លិតឡើងដែរចាំមើលគ្នាបាទលើនឹងមានគុយច្រើនប៉ុណ្ណាទាំងអស់គ្នាចាំមើលទាំងអស់គ្នាបាទគ្នាបងអូនេះផ្លែគុយនេះឡើងដល់លើឲ្យខ្ពស់នោះសិតតែផ្លែយកតែម្ដងបាទក្បែរដៃក៏មានដែរផ្លែគុយហ្នឹងហើយផ្លែគុយនៅដើមនេះខ្ពស់អែមមកគ្នាវាទុំចូលវិញចង់នេះហ្នឹងអើកុំមាន
ô nhiều bạn này coi bay này đâyនេះផ្លែគយបាទទេសភាពនៅលើព្រៃព្រឹក្សានោះទៅផ្លែគយទៀតហើយញឹកស្ញីតែម្ដងគ្នាបាទបាយខ្លាំងឡើងបែបគយខ្ពស់ហ្នឹងគ្នាមិនទៀបlênដើមនេះនោះស្មាត់នឹងពុំតឡើងទៀតទេឡើងមកទាំងដល់ឡើងអត់ទេដល់បែកក្តាទីតែនឹងសុំចុះចាញ់ហ្នឹងមើលទៅបាទគ្នាបេះមកស្ទុះមិនបានប៉ុណ្នេះអូតឡងបានប្រហែល4គីឡូថងចាហ្នឹងតឡងមកតាមនេះទៀតសតតាមនេះទៀតនេះនេះកាមេរ៉ា iPhone នេះឃើញទៀបអីហ្នឹងម៉ែថតវាឲ្យម៉ែញ៉ោជើងតាត់ហ្នឹងមើលមើលកោមកវាខ្ពស់ហ៎មើលឃើញខ្ពស់មែនតាមើលមកគេថាយើងឡើងដើមឈើខ្ពស់ហ្នឹងយើងតំណង10 ម៉ែត្រហ្នឹងអញឡើងញ៉ោជើងតាត់គ្នាបាទឥឡូវនេះយើងរៀបចំធ្វើដំណើរទៅបេះគយយើងមួយទៀតនៅលើដើមនេះឃើញហើយឃើញពីចម្ងាយមកហើយនោះនៅលើដើមនោះក្រហមងាយកំដររកត្រីទៅ2នាក់នេះទៅបេះគយឯងបាទទៅ2នាក់មានទាំងរកត្រីមានទាំងសងព្រែងមកពីទៀងទៀតណាឡើងចូលគេនេះមកដាក់បេះដាក់កតាបខ្ញុំដាក់កតាបនៅកណ្ដាលឡើងបេះមិនឡើងរួចទេសំខាន់សម្រាប់ហ្នឹងឡើងបេះមុនបានដល់ចូលបលាបហើយអូ my god ឡើងទៅហើយដល់រុកបលាទៅបរហើយសบายខ្លាំងនេះនេះមិញដល់រុកបលានេះសំណាងឲ្យពាក់អាវដៃវែងខោជើងវែងកុំឲ្យរូតខ្ទេចអូនេះដើមនេះឡើងដើមហ្នឹងឯងឡើងដើមនេះស្រួលហ្នឹងឡើងតាមវត្តនេះវត្តគុយហ្នឹងនេះគេនេះវត្តគុយហ្នឹងអ្នកគេចង់ឃើញវត្តគុយនេះបោះគុយប៉ុណ្ណាណៃដើមគុយគួយមានដើមនេះមានតវនេះវវាតោងឡើងលើនោះនេះមើលតវប៉ុណ្ណឹងទៅដឹងថានៅលើវាផ្លាយច្រើនប៉ុណ្ណាបាទនេះអានេះវត្តទឹកនេះគ្នានេះបើមានកបិតមកកាប់វត្តទឹកគ្នាមើលនេះវត្តភេទវត្តទឹកនេះដើរក្នុងព្រៃអត់មានទឹកអត់មានអីអាចកាប់នឹងបាននេះវត្តទឹកហើយនេះវត្តទឹកហ្នឹងខ្ញុំបានយកកបិតមកមិនកាប់វត្តទឹកឲ្យគ្នាមើលទៀតអូតោះទូចហ្នឹងអត់អីទេតោះទូចតោះធំពីរហ្នឹងនេះបើចឹងឡើងហ្នឹងនេះនោះនេះស្ញីយកតែម្ដងអូ my god បាននេះអាចម៉ែខ្ពស់អូមកដើមនោះមានទៀតហ្នឹងហ៎អូដើមនឹងយើងបេះមិញនេះម៉ែបាំងលឹកថតចង់ឃើញទៅវែងមកនេះទៀត
ô tam này tiệt tam này trống luôn ngoài ngao ơi nụ nó trong nụ nụ đám năng tầm mũi ta đi trong khăn nọ đám khăn nọ là chi tiền nụ nè đi pha ra cho mơ tiền nó bay mà tầng ngon không cho nó ăn má này kìa đi nhiều là đi oh my god bay mà hai ngon bạn bay cắt tông này bay cắt tông lo chứ bay cắt tông với nè bởi vì nó cho cao ra muốn những bạn chơi về khâu trên cho mà thì vậy hàng thợ bay cắt tông lọ vàng sờ bọt phongมันนี่มากตาไม่ปอเลยหึงการปล่อยหลักล้างโอ้กับสรีมากระปิงใหญ่นะมันกระดาษปล่อยจะสั่นเชื่อว่ะมาการนี่ก็ดับเป็นปนน่ะบ้านเนี่ยสระบอตะพ่อมันนี่เฮ้ยนี่เนี่ยมาโอ้คนชาหนึ่งแทนบ่อให้มือมวยนี่นี่คือคนเดินดาวไปยังไงบ้านคนยังไงนี่สระบอตะพ่อมาก็จะไปเชื่อตามนี้ก็เป็นคุยจะถึงบาลังซ้ำนี่